ខ្ញុំចង់បង្ហើរសំឡេងខ្ជាក់តាមម៉ៃក្រូហ្វូនរៀបរាប់ដំណើរជីវិតពិតខ្ញុំធ្លាក់ដល់ចំណុចសូន្យម៉ែគាត់ដាក់ឈ្មោះក្រៅហៅខ្ញុំថាលោកកូនគាត់ហៅខ្ញុំទាំងញញឹមប៉ុន្តែបេះដូងគាត់មានស្នាមខូនគ្រប់យ៉ាងក៏ព្រោះតែកូនទ្រាំស៊ីអត់ស៊ីឃ្លានហាក់ក្តៅកាត់ស្មៅខ្វៀគោរកចំណូលឲ្យកូនទៅរៀនប៉ាតែងតែបដៅទៅសាលាកុំដើរភ្លេងញៀនខំរៀនខំរកចំណេះកិច្ចឲ្យផុតពីភាពអត់ឃ្លានតែកូននេះវាមិនស្ដាប់ទៅសាលាអួតខ្សែកវ៉ាត់អួតរបស់ទាំងសុំលុយម៉ែជាពិសេសម៉ាក់ទូរស័ព្ទប្រជុំជំនុំក្បាលគ្នាខ្ញុំធ្វើតែរឿងរ៉ាវដែលខុសច្បាប់អាណាក៏មើលមុខខ្ញុំមិនបានខ្ញុំតកក្បិតគឺដឹងតែកាប់ខ្លាចរែងថាកុំសាបើមិនវិញមិនមែនជាពួកម៉ាកដាស់ពណ៌សនេះបានរកពណ៌គេផាត់ក៏លួបបឡើងសិកាខ្ញុំមិនខ្វល់ពីចិត្តម៉ែឲ្យជីវភាពផុតក៏លំបាកព្រោះតែពាក្យមួយម៉ាត់គត់ខ្ញុំខ្លាចគេហៅថាអាកុំសាសន្តានពណ៌សដូរពណ៌ទៅជាក្រហមរាងកាយប្រឡាក់ដោយសារមាននាមថាជាលោកបងខួរក្បាលនេះវាអត់ចង់ទេបេះដូងជាអ្នកបង្ខំមិនបាច់ចាំដល់ជាតិក្រោយទេកម្មពីវាមកតនហនបលីចាប់ខំទូរស័ព្ទទេឥឡូវកូនអ៊ីបានចូលរៀនទេវាយគ្នាបាញ់បោះបាយក្បាល3ទ្នេបើលឺឈាមគាត់ថាមែនទេនេះមិនមែនជាកូនទេហេតុអ្វីមានសិទ្ធិស្នាមទេទឹកព្រៃហូរជាងទឹកទន្លេជាតិនេះកូនហៅរួចទេគូណាយគូដេញគូមិនស្ដាប់តាមបាគូណាយគូដេញគូមិនខំសិក្សា I wanna beg for my family ចង់ខ្លាចជាកូនល្អសម្រាប់លោកទាំងពីរ I wanna beg for my family ចង់ខ្លាចជាក្មេងល្អសម្រាប់លោកទាំងពីរនេះគឺជារឿងពិតដែលខ្ញុំធ្លាប់ឆ្លងកាត់បើសិនជាចង់ដទីសូមគុំធ្វើបាបចិត្តពួកគាត់ពេលដែលអ្នកមានរឿងបាក់ពួកអ្នករត់ចោលបាត់អ្នកដែលចាំជួយអ្នក